c'est très beau c'est si beau c'est grave beau បាទជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរអ្នកទាំងអស់គ្នាខ្ញុំមកចែកចម្លែកពាក្យជូនអ្នកទាំងអស់គ្នាចំនួន2ណាបាទនឹងរបៀបប្រើប្រាស់របស់វាអញ្ចឹងទី1គឺ si បាទ si ហើយទី2គឺ grave បាទអញ្ចឹងត្រង់ផ្នែកនេះវាដល់តួជាបាទ adverb នៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងតាក់ទងជាមួយនឹង grave បាទអញ្ចឹង grave គឺយើងប្រើប្រាស់ស្មើជាមួយនឹងអត្ថន័យថែឬមួយក៏បាទអាចថាធោឬមួយក៏អាចថាបាទvraiment អីចឹងទៅនៅត្រង់ផ្នែកហ្នឹងណាបាទដល់ពេលតាក់ទងជាមួយនឹងបាទ si ដូចគ្នាដែរបងប្អូន si នៅក្នុងន័យនេះគឺខ្ញុំបញ្ជាក់តាក់ទងជាមួយនឹងបាទថែតាក់ទងជាមួយនឹងបាទ vraiment tellement អីចឹងទៅប៉ុន្តែអត្ថន័យខុសគ្នានឹងបន្តិចត្រង់ហ្នឹងពាក្យប៉ុនជាមួយនឹង grave យើងប្រើប្រាស់នៅក្នុងលក្ខណៈ oral ភាសានិយាយបាទលក្ខខណ្ឌជាមួយមិត្តភ័ក្តិអីចឹងទៅវាអត់ផ្លូវការនៅត្រង់ផ្នែកហ្នឹងហើយ SC យើងប្រើប្រាស់នៅក្នុងទម្រង់បែប standard បាទយើងអាចប្រើប្រាស់បាទលក្ខណៈ standard ត្រង់ផ្នែកហ្នឹងបាទឬមួយក៏វាមានលក្ខណៈ plus neutre ត្រង់ផ្នែកហ្នឹងអញ្ចឹងបើយើងធៀបតាក់ទងជាមួយនឹងបាទ grave ហើយនឹង C បាទអញ្ចឹងទំនោរទៅរកអត្ថន័យនេះដូចគ្នាទេអ្នកនរគ្នាដោយសារតែស្មើជាមួយនឹងថែវាស្មើជាមួយនឹង vraiment អីហ្នឹងប៉ុន្តែទើសត្រង់ថាបាទ grave យើងប្រើប្រាស់ក្នុងទម្រង់អត់ផ្លូវការឬមួយក៏ oral នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងតោះយើងមកមើលឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងឧទាហរណ៍ទី1អញ្ចឹង je suis si fatigué oh là là aujourd'hui je suis si fatigué បាទអញ្ចឹងយើងក៏អាចប្រើឃ្លាមួយទៀតបានដែរ aujourd'hui je suis grave fatigué je suis grave fatigué បាទអញ្ចឹងje suis si fatigué ហើយនឹង je suis grave fatigué អត្ថន័យវាស្មើជាមួយអីស្មើជាមួយនឹង je suis très fatigué ឬមួយក៏ je suis vraiment fatigué បាទប៉ុន្តែតាក់ទងជាមួយនឹង grave fatigué អាហ្នឹងគឺយើងទំនោរទៅរកបាទលក្ខណៈបាទអត់ផ្លូវការនៅត្រង់ផ្នែកហ្នឹងអាហ្នឹងណាបាទអញ្ចឹងមានន័យថាវាលក្ខណៈយើងនិយាយជាមួយមិត្តភ័ក្តិអីចឹងទៅមិត្តភ័ក្តិយើងមកអីចឹងទៅយើងនិយាយថា oh là là mais aujourd'hui j'ai beaucoup travaillé là je suis បាទ grave fatigué ឃើញទេយើងទំនោរទៅរកភាពអញ្ចឹងនៅត្រង់ផ្នែកហ្នឹងអាហ្នឹងណាបាទមួយទៀតក្នុងករណីដែលខ្ញុំថាម៉េចបាទ il est si gentil il est si gentil បាទមួយទៀតបាទ il est grave gentil il est grave gentil អញ្ចឹងអាពីរហ្នឹងវាស្មើជាមួយអីស្មើជាមួយនឹង oh il est très gentil il est très gentil il est vraiment gentil មានន័យថាម្នាក់ហ្នឹងគឺគាត់បាទចិត្តល្អមែនទែនណាចិត្តល្អមែនទែនប៉ុន្តែអាភាពខុសគ្នាបន្តិចត្រង់ផ្នែកហ្នឹងបាទដូចខ្ញុំនិយាយអញ្ចឹងអា grave ហ្នឹងអ្នកនរគ្នាលក្ខណៈជាមួយមិត្តភ័ក្តិយើងលក្ខណៈអត់ផ្លូវការអីចឹងណាអាហ្នឹងគឺយើងប្រើបាទក្នុងលក្ខខណ្ឌបាទ familiar នៅត្រង់ចំណុចហ្នឹងប៉ុន្តែអា C នៅត្រង់ផ្នែកនេះបើយើងនិយាយទៅវាទំនោរទៅរកបាទផ្ដោតទៅលើបាទអារម្មណ៍ច្រើនជាងនៅក្នុងឃ្លានេះណាបាទអញ្ចឹង il est si បាទ gentil មានតែម្នាក់ហ្នឹងគាត់ចិត្តល្អណាមានតែវាទំនោរទៅរក emotion ច្រើនជាងត្រង់ផ្នែកហ្នឹងដល់ពេលអា il est បាទ grave gentil ទំនោរទៅរកអីទំនោរទៅរកលក្ខណៈមិត្តភ័ក្តិលក្ខណៈអត់ផ្លូវការនៅត្រង់ផ្នែកហ្នឹងអញ្ចឹងសរុបមកវិញ si ហើយនឹង grave ក្នុងករណីដែលវាដើរតួជា adverb យើងអាចប្រើប្រាស់វាអត្ថន័យស្មើគ្នាជាមួយនឹង très ឬមួយក៏ tellement ឬមួយក៏ vraiment នៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀត Merci beaucoup over